បានមកឆ្នេរខ្សាច់កន្លែង13នៅអារិយសាស្ត្រតើអ្នកធ្លាប់គិតទេថានៅមិនឆ្ងាយពីរាជធានីភ្នំពេញមានកន្លែងមួយដែលអាចឲ្យយើងមកលេងនិងរីកលេងនៅចុងសប្តាហ៍ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកលេងជាក្រុងអារិយសាស្ត្រដែលកំពុងជាគោលដៅមួយសម្រាប់អ្នកចូលចិត្តដើរលេងនៅរាជធានីភ្នំពេញអ្នកអាចជិះសាឡាងឆ្លងទន្លេដែលចំណាយអស់1000រៀលប៉ុណ្ណោះគោលដៅដំបូងរបស់ខ្ញុំគឺទៅហោមចំការកាហ្វេដែលជាហាងកាហ្វេមួយដែលមានបរិយាកាសស្ងប់ស្ងាត់ហើយហុំព័ទ្ធដោយដើមឈើនិងវាលបៃតងហើយនឹងមានមាត់ទឹកនៅទីនោះផងដែរយើងអាចអង្គុយផឹកកាហ្វេហើយស្រូបយកបរិយាកាសជាមួយនឹងទេសភាពជុំវិញនិងអាចមើលថ្ងៃលិចផងដែរនៅទីនេះ PGA មានតម្លៃសមរម្យហើយបើចង់រំសាយអារម្មណ៍អ្នកអាចមកហាងកាហ្វេនេះបានបន្ទាប់មកខ្ញុំក៏ចេញពីហាងកាហ្វេទៅកន្លែងវាលខ្សាច់ដែលគេល្បីនៅក្នុង TikTok ចម្ងាយពីហាងកាហ្វេទៅកន្លែងវាលខ្សាច់ហ្នឹងមិនឆ្ងាយប៉ុន្មានទេយើងអាចជិះទៅតាម Google Map បានពេលមកដល់ភ្លាមខ្ញុំយល់ថាហេតុអ្វីបានជាមនុស្សជាច្រើនមកថតរូបនឹងវីដេអូនៅទីនេះផ្ទៃខ្សាច់ធំទូលាយបូករួមជាមួយនឹងផ្ទៃមេឃបើចំហធ្វើឲ្យទេសភាពមើលទៅប្លែកហាក់ដូចជាវាលខ្សាច់បិទហើយនៅពេលដែលពន្លឺថ្ងៃចាំងមកលើដីខ្សាច់ឬនៅពេលថ្ងៃលិចទេសភាពកាន់តែស្អាតនិងជាពេលវេលាល្អសម្រាប់ការថតរូបនៅទីនេះមើលទៅទេសភាពពិតជាស្អាតមែនហើយគួបផ្សំនឹងរូបទេសភាពទីក្រុងផងដែរដែលផ្សារជាប់ជាមួយនឹងទេសភាពទីក្រុងនិងទេសភាពថ្ងៃលិចដែលមើលទៅពិតជាស្អាតខ្ញុំមកអត់ TikTok ទេគឺមកឆ្នេរនៅអារិយសាស្ត្រដែលគេល្បីក្នុង TikTok ហ្នឹងហើយមកពិតជាស្អាតមែនគឺមកមើលថ្ងៃលិចគ្រាន់តែចំណាយពេលបន្តិចក៏អាចរកឃើញកន្លែងដែលផ្ដល់នូវភាពស្ងប់ស្ងាត់និងទេសភាពស្អាតនិងបទពិសោធន៍ថ្មីៗដែរនេះកំពុងដើររកកន្លែងដើរលេងចិត្តភ្នំពេញមែនទេខ្ញុំគិតថាជាក្រុងអារិយសាស្ត្រវាជាជម្រើសមួយដែលអ្នកគួរមកលេងដល់មកយើងក៏ចូលកន្លះសាំងចាក់សាំងតិចព្រោះជីអស់សាំងហើយនឹងជីត្រឡប់ទៅវិញឆ្លងសម្លាងអស់1000ទៀតទេសភាពដែលយើងកំពុងជិះឡានក៏មិនណយដែរគឺរៀបនឹងថ្ងៃលិចដែលមានពពកបាំងហើយធ្វើឲ្យផ្ទៃមេឃមើលទៅពណ៌ yellow ស្អាតតែម្ដងអរគុណសម្រាប់ការទស្សនាវីដេអូនេះបើសិនជាអ្នកចូលចិត្តកុំភ្លេច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មី